រុនសួស្តីសូមគោរពបាទបងមករយៈនេះខ្ញុំឃើញការផ្សព្វផ្សាយឆ្នាំណែបាញ់ទៅលើដើមកស៊ូលាបមុខទៅលើដើមកស៊ូធានាថាចេញជ័រធានាថាដេញជំងឺដែលស្ងួតមុខទាំងឡាយហ្នឹងដែលវាវិលមករកសភាពដើមវិញបាទក្នុងនាមខ្ញុំមានបទពិសោធន៍ខាងកស៊ូបាទមានបទពិសោធន៍ខាងកស៊ូតិចតួចបាទខ្ញុំសូមជម្រាបបងប្អូននៅក្នុងក្រុមទាំងទីទាំងអស់ថាជំងឺស្ងួតមុខជាបាទមកដល់ពេលនេះមិនទាន់មានអ្នកប្រាជ្ញវិទ្យាសាស្ត្រខាងកស៊ូណារកឃើញថាយកវត្ថុធាតុមួយគីមីមួយឬផលិតផលណាមួយបាទទោះបីថាជាគីមីក្តីទោះបីជាអាហារបំពន់ក្តីមិនទាន់យកមកដែលយើងព្យាបាលទៅលើជំងឺដើមទាំងឡាយណាដែលស្ងួតមុខជានឹងបានជាប់វិញទេបានជាប់វិញទេអញ្ចឹងខ្ញុំឃើញថ្ងៃនេះមានថ្នាំច្រើនហើយខ្ញុំនិយាយទៅវិញថាមិនទាន់មានផលិតផលអីដែលប្រើប្រាស់ទៅលើជំងឺស្ងួតមុខជាឲ្យវិលមកដើមវិញហ្នឹងមិនទាន់មានទេពីព្រោះការជំងឺស្ងួតមុខជានេះវាមិនមែនតែកត្តាមួយទេវាអាចរួមផ្សំគ្នាមានតាំងពីពូជខ្លះវាដងងាយទទួលរងគ្រោះនឹងជំងឺស្ងួតមុខជាជាក់ស្ដែងដូចពូជ PB260 បាទហើយមួយទៀតវាអាចមកពីដីវាគ្រោះបាទរៀងខ្វះជីជាតិបាទការថែទាំមិនបានដិតដល់ដាក់អាហារបំពន់តាំងពីយើងដាំដុះដល់ពេលយើងបើកមុខក៏ងាយស្ងួតងាយរងគ្រោះនឹងដោយសារជំងឺស្ងួតមុខជាដែរបាទអញ្ចឹងបើជាយោបល់ខ្ញុំវិញគឺមិនឲ្យបងប្អូនប្រើប្រាស់ទេបាទអត់មានអីដែលបានវិលមកសភាពដើមវិញទេបាទហើយបើយើងចង់បានមានតែការដាក់ជីបាទមានតែការដាក់ជីហើយនឹងអាចសម្រាកមួយឆ្នាំ2ឆ្នាំទៅអានឹងអាចវិលមានជ័រវិញខ្លះបាទ